ចាក់ស្ដែងដែលយើងឃើញជាឧទាហរណ៍នៅពេលដែលថៃឆ្លៀនពៀនក្តោបក្តាប់តំបន់14កន្លែងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងការបរទេសប៉ុន្តែបច្ចុប្បន្ននេះឃើញគេថារហូតដល់40កន្លែងមិនដែលវាអត់មានរបាយការណ៍ពិតប្រាកដខ្លួនឯងមិនអាចការពារបូរណភាពទឹកដីវាមានក្រុមបង្កើតក្រុមឲ្យសរសេរសភៅបំភ្លៃការពិតមិនដឹងថាក្រុមហ្នឹងជាការបង្កើតមកដោយខ្លួនឯងឬក៏ក្រុមអ្នកលើកជើងហ្នឹងចង់បានមុខមាត់ដើម្បីថែរក្សាផលប្រយោជន៍ថែរក្សាទូនាទីខ្លួនឯងនៅក្នុងរដ្ឋាភិបាលក៏យើងមិនដឹងបាទសូមអនុញ្ញាតជម្រាបសួរបាទជួបគ្នាជាថ្មីម្ដងទៀតបាទជាប្រចាំរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង3រសៀលម៉ោងក្នុងប្រទេសកម្ពុជាបាទថ្ងៃនេះខ្ញុំមានប្រធានបទចំនួន3យកមកជាការវិភាគជូនបងប្អូនយើងនៅក្នុងការយកទៅពិចារណារឿងទី1ដែលខ្ញុំនឹងយកមកធ្វើការវិភាគជូនថ្ងៃនេះគឺតាក់ទងទៅនឹងអ្វីដែលជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតកាលពី2ថ្ងៃមុនជាសន្ទរកថារបស់លោកហ៊ុនម៉ាណែតដែលយើងបានច្បិចយកចំណុចមួយដែលលោកហ៊ុនម៉ាណែតនឹងបានប្រើពាក្យថាសាមគ្គីជាតិឯកភាពជាតិគឺជាកម្លាំងដ៏រឹងមាំណាគឺជាកម្លាំងដ៏រឹងមាំអញ្ចឹងខ្ញុំនឹងធ្វើការវិភាគទៅលើតើលោកហ៊ុនម៉ាណែតមានចេតនាអីពិតប្រាកដគាត់កំពុងតែដើរតួជាប្រធាននីតិប្រតិបត្តិឬក៏គាត់កំពុងតែណាបង្ហាញតែខ្លួននឹងជាគ្រូកងវិលនយោបាយនេះខ្ញុំនឹងវិភាគជូនធានបទទី2ខ្ញុំនឹងនិយាយអំពីសញ្ញាណដែលកម្ពុជាបានចាញ់សង្គ្រាមថៃដោយគ្រប់សមរភូមិអញ្ចឹងថាតើសមរភូមិណាខ្លះដែលកម្ពុជាបានចាញ់ថៃហើយនឹងកំពុងចាញ់ប្រទេសថៃអានេះយើងទៅជែកគ្នាដើម្បីនិយាយការពិតឲ្យពលរដ្ឋបានដឹងថាមានអីកើតឡើងបងប្អូននៅជឿលើពួកបញ្ចើព្យាយាមកែប្រវត្តិសាស្ត្រកែការពិតអាហ្នឹងក៏តាមនឹងទៅប៉ុន្តែសម្រាប់ភ្នែកខ្ញុំក្នុងនាមជាអ្នកដែលមើលរឿងសង្គមនយោបាយ15ឆ្នាំមកហើយណាជាអ្នកវិភាគឆ្លងកាត់ទឹកក្តៅទឹកត្រជាក់មកក៏ច្រើនគួរសមដែរគឺខ្ញុំមិនអាចនិយាយនៅអ្វីដែលមិនមែនជាការពិតបានទេណាចំណុចទី2ចំណុចទី3ខ្ញុំក៏នឹងនិយាយភ្ជាប់ទៅនឹងស្ថានភាពនៃការបោះឆ្នោតនៅប្រទេសថៃហើយនឹងស្ថានភាពព្រំដែននៅកម្ពុជាថាតើវាមានទំនាក់ទំនងវាមានផលប៉ះពាល់គ្នាទៅវិញទៅមកដោយរបៀបណាក៏លេខមើលប្រធានបទទី1ថ្ងៃនេះប្រធានបទទី1គឺតាក់ទងទៅនឹងសន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលពាក្យនេះខ្ញុំគិតថាជាពាក្យរបស់ឪពុករបស់គាត់ទេរបស់ឪពុករបស់លោកហ៊ុនសែនជាប្រធានប្រសិទ្ធិបច្ចុប្បន្នតែងតែប្រើពាក្យស្តៀងគ្នាប្រធានប្រសិទ្ធិជាមួយនឹងនាយករដ្ឋមន្ត្រីដែលជាឪពុកកូនបង្កើតគឺប្រើពាក្យស្តៀងគ្នាគឺប្រើពាក្យសាមគ្គីជាតិឯកភាពជាតិជាកម្លាំងដ៏រឹងមាំជាដើមឡើងឡើងហើយឥឡូវនេះយើងឃើញដូចជារៀងងាកចេញពីពាក្យសន្តិភាពរៀងច្រើនដែរហើយពីមុនមកគឺក្នុងនៅមុខសាលារៀននៅស្អីហ្នឹងគឺតែងតែមានពាក្យសន្តិភាពអរគុណសន្តិភាពអីជាដើមក៏
ក៏ប៉ុន្តែឥឡូវនេះរួចហាក់ដូចជាមានការប្រែប្រួលក៏ឃើញមានការប្រើប្រាស់ពាក្យសាមគ្គីជាតិណាពាក្យសាមគ្គីជាតិរហូតដល់វិមានព្រឹទ្ធសភាថ្មីដែលកសាងដោយប្រធានព្រឹទ្ធសភាណាថ្មីហ្នឹងគឺក៏ប្រើពាក្យវិមានសាមគ្គីជាតិអីចឹងទៅដែរគឺហាក់ដូចជាដើរចេញពីពាក្យណាសន្តិភាពពាក្យសន្តិភាពអ្វីដែលខ្ញុំមើលខ្ញុំហាក់ដូចជាមានភាពធុញទ្រាន់ជាមួយនឹងពាក្យទាំងអស់នេះដោយហាសាយបានជាខ្ញុំមិនសប្បាយចិត្តជាមួយនឹងពាក្យទាំងអស់នេះមិនមែនខ្ញុំស្អប់សាមគ្គីភាពទេហើយក៏ខ្ញុំមិនមែនស្អប់សន្តិភាពហើយខ្ញុំក៏មិនមែនស្អប់ការបង្រួបបង្រួមដែរប៉ុន្តែខ្ញុំស្អប់មនុស្សដែលនិយាយហើយមិនធ្វើនិយាយឲ្យតែរួចពីមាត់ហើយបើមនុស្សសាមញ្ញធម្មតាខ្ញុំមិនថាទេអានេះគឺជានាយករដ្ឋមន្ត្រីនៃប្រទេសមួយទៅទៀតក៏ប៉ុន្តែខ្ញុំជឿថាលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះក៏គាត់និយាយដោយមិនមែនអត់មានមូលហេតុឬក៏អត់មានគោលបំណងដែរណាមានអ្នកវិភាគច្រើនដែរដែលលើកឡើងថាការបង្រួបបង្រួមជាតិឬក៏សាមគ្គីជាតិឯកភាពជាតិនេះវាមិនមែនកើតឡើងដោយគ្រាន់តែបបេមាត់យើងនិយាយប្រមាណម៉ាត់ហ្នឹងហើយត្រឡប់ទៅផ្ទះផឹកស្រាក្រហមដេកទេណាហើយអ្នកវិភាគផ្សេងទៀតហ្នឹងក៏លើកឡើងថាសាមគ្គីឯកភាពជាតិរបស់លោកហ៊ុនម៉ាណែតដែលលើកឡើងនេះគឺសម្ដៅត្រឹមតែបកពួកក្រុមគ្រួសារឬក៏គណៈបកប្រជាជនតែប៉ុណ្ណោះអត់មានចេតនានៅក្នុងការបង្រួបបង្រួមជាមួយនឹងអ្នកដែលមានមតិផ្ទុយឬក៏អ្នកដែលមាននិន្នាការប្រឆាំងជាមួយនឹងខ្លួនទេទោះបីដឹងថាកម្លាំងនយោបាយឬក៏បញ្ញវន្តផ្សេងដែលមានមតិផ្ទុយនេះគឺជាកម្លាំងរួបរวมនៃជាសញ្ញាណនៃការរួបរวมជាតិក៏ដោយនៃការរៀបរួមជាតិក៏ដោយដូច្នេះហើយខ្ញុំមើលទៅអ្វីដែលខ្ញុំសង្កេតខ្ញុំមើលទៅគាត់ហាក់ដូចជាច្រឡំថាខ្លួនឯងណាជាប្រើប្រាស់សម្ដីទាំងអស់នេះគឺច្រឡំខ្លួនឯងថាខ្លួនឯងជារដ្ឋបរោះឬក៏ជាព្រះមហាក្សត្រហើយដែរបើខ្ញុំគិតថាលោកហ៊ុនម៉ាណែតច្រឡំដោយសារតែបច្ចុប្បន្ននេះលោកហ៊ុនម៉ាណែតគឺជានាយករដ្ឋមន្ត្រីគឺជាប្រធាននីតិប្រតិបត្តិដែលជាធម្មតានៅក្នុងតួនាទីជានាយករដ្ឋមន្ត្រីខ្លួនត្រូវតែបំពេញតួនាទីដើម្បីធ្វើម៉េចកុំឲ្យជាតិវាបែកបាក់កុំឲ្យជាតិវាហែកទៅជា2ទៅជា3ប្រើប្រាស់គោលនយោបាយដែលគណៈបកឬក៏ដែលខ្លួនមានហ្នឹងដោយយកគោលនយោបាយនោះយកមកប្រើយកកញ្ចប់ថវិកាជាតិយកមកប្រើណាមិនមែនដើរធ្វើខ្លួនជាគ្រូកងវាលដើរបដៅនេះបន្តិចបដៅនេះបន្តិចណាដោយដើរនិយាយឲ្យអត់មានការអនុវត្តចឹងទេអានេះមិនមែនជាមនុស្សដែលដើរតួជាប្រធានអង្គនីតិប្រតិបត្តិរបស់ជាតិទេដើរតួគ្រាន់តែជាគ្រូកងវាលតែប៉ុណ្ណោះទេសនាឲ្យអ្នកកម្មករស្ដាប់ទៅទេសនាឲ្យកសិករស្ដាប់ចឹងទៅហើយក៏ហើយត្រឡប់មកផ្ទះវិញមកស៊ីបាយដេកទៅវាអត់សមជាមនុស្សដែលកាន់នីតិប្រតិបត្តិដែលបង្ហាញពីសកម្មភាពខ្លួនឯងជាអង្គនីតិប្រតិបត្តិត្រូវបង្ហាញពីសកម្មភាពដោយប្រើប្រាស់គោលនយោបាយតែគោលនយោបាយសាមគ្គីឯកភាពជាតិហ្នឹងវាធ្វើមើលក្នុងនាមជានាយករដ្ឋមន្ត្រីហ្នឹងធ្វើម៉េចគេដឹងតើថាសាមគ្គីជាតិឯកភាពជាតិនេះគឺជាកម្លាំងរឹងមាំរបស់ជាតិទ្រឹស្ដីសាមញ្ញហ្នឹងគេដឹងតើប៉ុន្តែគិតថាតើមានអ្នកណាអាចធ្វើបានក្រៅតែពីអ្នកដែលមានអំណាចរដ្ឋប៉ុន្តែក្នុងកន្លងមកហ្នឹងអ្នកដែលមានអំណាចរដ្ឋហ្នឹងឯងដែលធ្វើឲ្យពលរដ្ឋដែលធ្វើឲ្យជាតិហ្នឹងវាបែកបាក់ហ្នឹងជាពិសេសអ្នកនយោបាយហ្នឹងមិនមែនពលរដ្ឋទេណាហើយមកដើរបដៅពលរដ្ឋឲ្យពលរដ្ឋសាមគ្គីឲ្យខ្លួនឯងអត់មានទឹកចិត្តអត់មានសារជាតិជាអ្នកសាមគ្គីអត់មានសារជាតិជាអ្នកដែលចង់ឲ្យមានឯកភាពជាតិណាហើយដើរតែធ្វើដូចលេងប៉ាហ៊ីដូចអ្នកលេងប៉ាហ៊ីអញ្ចឹងខ្ញុំគិតថានេះជារឿងមួយដែលខ្ញុំ
ដែលខ្ញុំមិនសប្បាយចិត្តនិយាយដោយស្មោះត្រូវគឺមិនដែលក្តៅក្រហាយជាមួយនឹងតួនាទីរបស់នាយករដ្ឋមន្ត្រីខ្មែរដើរទេសនាដោយគ្រូកងវិលសាសនានេះបើយើងធ្វើអីមិនកើតពិតប្រាកដយើងទៅអំណាចយើងទៅអំណាចណាមនុស្សចំនួនមុនពេកទេយើងនិយាយត្រង់ទៅបើយ៉ាងម៉េចយ៉ាងម៉ាទេគឺរួមគ្នាហៅអតីតនាយករដ្ឋមន្ត្រីលោកនាយករដ្ឋមន្ត្រីលោកប្រធានប្រតិភិនាយករដ្ឋមន្ត្រីហ៊ុនសែនមកកាន់អំណាចវិញមកស្រួលកុំចាំបាច់ដើរទេសនាអញ្ចឹងអានឹងខ្ញុំមើលថាវាជារឿងមួយដែលគួរឲ្យសោកស្ដាយណាស់ហើយសូមឲ្យពលរដ្ឋមេត្តាពិចារណាចំណុចទាំងអស់នេះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតមិនមែនជាព្រះមហាក្សត្រហើយក៏មិនមែនជារដ្ឋបរោះដែរគ្រាន់តែគេបោះឆ្នោតឲ្យគណៈបព្វជិជនតែងតាំងដោយខ្លួនឯងមានឈាមជ័រជាកូននាយករដ្ឋមន្ត្រីឲ្យមកដឹកនាំនីតិប្រតិបត្តិឥឡូវដើរមកទេសនាដោយគ្រូជោគជ័យដែរទៅហើយទៅសាមគ្គីឯកភាពជាតិដល់ម៉េចទៅអានោះចំណុចទី1ចំណុចទី2បើយើងពិនិត្យមើលប្រព័ន្ធនយោបាយអានេះគឺដើរចេញពីខ្ញុំថានេះមិនមែនជាកំហុសលោកហ៊ុនម៉ាណែតទេអានេះគឺជាប្រព័ន្ធនយោបាយរបស់គណៈបព្វជិជនប្រព័ន្ធនយោបាយនេះខ្ញុំយកទ្រឹស្ដីណាយកច្បាប់នៃការស្រូបទាញយកមកជាបង្អែកនៅក្នុងការវិភាគជូនបងប្អូនសាមញ្ញថាច្បាប់ស្រូបទាញនេះសាមញ្ញទេថាតើពួកដែលចូលចិត្តឲ្យគេបញ្ចូលឲ្យគេអួតហ្នឹងក៏ទាញតែពួកលើកជើងពួកចេញសារគ្រប់គ្រងចេញញត្តិគ្រប់គ្រងចេញលិខិតណាជូនពរគូកំណើតអីគឺបឺតស្រូបប៉ុណ្ណឹងมันអាចបឺតស្រូបអ្នកនិយាយការពិតមកបាយខ្លួនបានទេដូចគ្នាដែរខ្ញុំមិននិយាយតែគណៈបព្វជិជនទេគណៈបព្វផ្សេងឬក៏អ្នកនយោបាយផ្សេងក៏ដូចគ្នាដែរតែខ្លួនតែមេដឹកនាំនឹងមានចរិតបែបណាវាបឺតស្រូបតែមនុស្សស្តៀងគ្នានឹងទៅអាហ្នឹងគឺច្បាប់នៃការស្រូបទាញគេបង្ហាញច្បាស់បើយើងមើលពិនិត្យមើលទៅលើមេដឹកនាំរបស់គណៈបព្វជិជនរួមទាំងមនុស្សចំនួនថ្មីដែលជាកូនចៅបង្កើតរបស់មេដឹកនាំទាំងអស់នោះផងយើងមិនបាច់ទៅមើលប្រវត្តិអីវែងឆ្ងាយទេយើងដឹងថាជនកុម្មុយនីសប្រមាណអ្នកដែលបានទៅពឹងវៀតណាមឲ្យមកជួយរំដោះកម្ពុជាពីរបបខ្មែរក្រហមហ្នឹងណាកំពុងតែនៅគំឃ្លាមយកផលប្រយោជន៍ជាតិហ្នឹងដោយសារតែខ្លួនគិតថាកម្ពុជាបច្ចុប្បន្ននេះនៅជាជ័យភ័ណ្ឌរបស់ក្រុមគាត់នៅឡើយទេហើយយកអាជ័យភ័ណ្ឌហ្នឹងយកមកចែកឲ្យកូនបន្តទៅទៀតណាយើងឃើញហើយថាគ្មានច្បាប់គ្មានទម្លាប់ណាយកមកប៉ះពាល់ពួកគាត់បានទេយកច្បាប់មកទ្រាំអង្គុយអស់ទៅហើយច្បាប់ហ្នឹងអនុវត្តបានតែជាមួយអ្នកស្រែទេជាមួយអ្នកក្រទេហើយធ្វើគុកហ្នឹងក៏ដើម្បីដាក់អ្នកក្រដែរអត់មានបច្ចុប្បន្ននេះពង្រីកគុកមិនមែនពង្រីកគុកដាក់អ្នកមានទេណាពង្រីកគុកដាក់អ្នកក្រចឹងហើយយើងឃើញថានៅពេលដែលប្រព័ន្ធនយោបាយរបស់គណៈបកមួយជាពិសេសគណៈបករបៀបអភិរក្សនិយមកើតចេញពីនិន្នាការមនោគមវិជ្ជាកុម្មុយនីសបែបនេះយើងដឹងហើយថាពួកដែលមាននិន្នាការមនោគមវិជ្ជាកុម្មុយនីសខ្លាចណាស់ពាក្យពិតខ្លាចណាស់ការពិតมันអាចទទួលយកការពិតបានទេអាហ្នឹងចំណុចទី1ចំណុចទី2គឺมันអាចទទួលយកមតិផ្ទុយបានទេចំណុចទី3នៅពេលដែលខ្លួនឯងมันអាចទទួលយកការពិតបានมันអាចទទួលយកមតិផ្ទុយបានប្រព័ន្ធនយោបាយបែបនេះបានធាក់ចេញមនុស្សដែលមានមតិផ្ទុយទាំងបញ្ញវន្តក៏ដោយទាំងអ្នកនយោបាយជាន់ខ្ពស់ក៏ដោយនៅក្នុងបកក៏ដោយនៅក្រៅបកក៏ដោយមិនមែនតែនៅក្រៅបកទេណាសូម្បីតែនៅក្នុងបកហ្នឹងក៏ប្រព័ន្ធបែបនេះនឹងធាក់មនុស្សដែលមានមតិផ្ទុយចេញដែរណានឹងមានមតិផ្ទុយចេញដែរអញ្ចឹងហើយពួកនេះនៅពេលដែលពេលវេលាវាកាន់តែយូរទៅវាបណ្ដុំដោយពួកបញ្ចើចបញ្ចើបណ្ដុំដោយពួកការលើកសរសើរនិយាយខ្វះការពិតណាកុហក
ប្រាប់ទៅមេដឹកនាំហ្នឹងគឺអារបាយការណ៍ពិតហ្នឹងទទួលយកមិនបានទេអានឲ្យដេកមិនលក់បើរបាយការណ៍មិនពិតហ្នឹងគឺទទួលយកដេកញញឹមអញ្ចឹងទៅអញ្ចឹងពួកអ្នកនយោបាយបែបនេះគឺមកដល់ចំណុចកម្រិតមួយដូចបច្ចុប្បន្ននេះគឺច្រឡំថាខ្លួនឯងហ្នឹងគឺជាជាតិហើយនឹងខ្លួនឯងហ្នឹងគឺជាមនុស្សតែមួយគឺជាស្ថាប័នតែមួយអញ្ចឹងអ្នកណារិះគន់បច្ចុប្បន្នយើងឃើញហើយអ្នកណារិះគន់ហ៊ុនម៉ាណែតអ្នកណារិះគន់ណាហ៊ុនសែនគឺស្មើនឹងក្បត់ជាតិព្រោះឥឡូវនេះគេបានលើកមនុស្សម្នាក់ហ្នឹងឬក៏ឪពុកកូនហ្នឹងគឺទៅជាជាតិទៅហើយឃើញទេពួកអ្នកដែលជា MMO ឬក៏ជាគេហៅតបខ្មោចខាងអនឡាញណាព្រោះនៅក្នុងកម្ពុជាហ្នឹងគេមានគេហៅ phone farm ហ្នឹងគឺជាក្រុមអនឡាញមួយក្រុមដែលគេមានទូរស័ព្ទនៅក្នុងបន្ទប់វិជាមួយគ្រាន់ attack គ្រាន់យកមកធ្វើការវាយប្រហារជេរប្រមាថអ្នកដែលមានមតិផ្ទុយចឹងហើយនៅពេលដែលពួកគាត់មានគិតថាខ្លួនឯងជាជាតិជាខ្លួនឯងជាជាតិអញជាជាតិជាអញពេលនោះអ្នកដែលរិះគន់បុគ្គលដែលជាមេដឹកនាំនោះគឺស្មើនឹងក្បត់ជាតិស្មើនឹងបំផ្លាញជាតិប្រព័ន្ធនយោបាយបែបហ្នឹងជាប្រព័ន្ធនយោបាយមួយដែលធ្វើឲ្យមេដឹកនាំនឹងច្រឡំខ្លួនច្រឡំផុងខ្លួនកាន់តែយូរទៅហើយអាការបឺតទាញណាបើយើងមើលតាមច្បាប់នៃការបឺតស្រូបទាញហ្នឹងគឺវាបឺតយកតែមនុស្សអញ្ចឹងប្រើប្រាស់តាមមធ្យោបាយ defeat ដែលខ្ញុំធ្លាប់និយាយមកមាន 4-5 ដំណាក់កាលនោះខ្ញុំមិននិយាយដដែលទៀតទេប៉ុន្តែគ្រាន់ថានៅពេលដែលវាបឺតមនុស្សដែលចូលចិត្តបញ្ចើហ្នឹងគឺវាហុំព័ទ្ធនៅហ្នឹងហើយពួកនេះការពារគ្នាបងប្អូនពួកនេះការពារគ្នាចែកផលប្រយោជន៍គ្នាការពារគ្នាទៅវិញទៅមកបើយើងពិនិត្យឲ្យស៊ីជម្រៅតាមច្បាប់នយោបាយឬក៏តាមទ្រឹស្ដីនយោបាយពួកនេះមិនមែនស្រឡាញ់ជាតិអីទេគ្រាន់តែរវិធីសាស្ត្ររយុទ្ធសាស្ត្របែបណាទៅកែច្បាប់ទៅធ្វើវិសោធនកម្មច្បាប់ដោយសារតែខ្លួនឯងមានអំណាចដើម្បីសម្រួលយ៉ាងម៉េចឲ្យច្បាប់ហ្នឹងមកคล้ายទៅជាឧបករណ៍ក្នុងការការពារអំណាចរបស់ខ្លួនហើយរឿងនេះមិនមែនតែកើតឡើងនៅក្នុងសម័យដេជោធិបតីនេះទេណាសូម្បីតែព្រះមហាក្សត្រសម័យមុនក៏ប្រើប្រាស់របៀបដឹកនាំបែបនេះដែរបងប្អូនត្រូវដឹងថាកម្ពុជាបច្ចុប្បន្ននេះគឺជាកម្ពុជាដែលបានទាញយកប្រព័ន្ធព្រះមហាក្សត្រទាញយកប្រព័ន្ធរាជានិយមទោះបីយើងជាប្រទេសរាជានិយមមានព្រះមហាក្សត្រជាប្រមុខក៏ដោយប៉ុន្តែអ្នកនយោបាយដឹកនាំដោយគណៈបព្វជិជនបច្ចុប្បន្ននេះគឺកំពុងតែកសាងប្រព័ន្ធរាជានិយមថ្មីមួយដែលអាចធ្វើឲ្យបានលើសពីស្ថាប័នព្រះមហាក្សត្រនៅក្នុងទ្រឹស្ដីយើងមើលឃើញផ្សេងប៉ុន្តែជាក់ស្ដែងបងប្អូនអាចពិចារណាលើខ្លួនឯងឃើញទេដូច្នេះហើយនៅពេលដែលប្រព័ន្ធនៃបើយើងវិភាគតាមច្បាប់រូបជាតិនៅពេលដែលប្រព័ន្ធនយោបាយវាកសាងក្រមនយោបាយបែបហ្នឹងហើយទន្ទឹមនឹងមេដឹកនាំខ្លួនឯងហ្នឹងណាកំពុងតែប្រើប្រាស់វោហារសាស្ត្ររាល់ថ្ងៃហ្នឹងហ៊ុនម៉ាណែតកំពុងតែប្រើខ្លួនឯងជារាជទេប៉ុន្តែប្រើវោហារសាស្ត្រជាព្រះមហាក្សត្រជារាជាព្រះរាជាដើរបដៅគេបដៅឯងចឹងអូកូនចៅអើយយើងសាមគ្គីយើងឯកភាពជាតិដើម្បីជាតិយើងរឹងមាំភ្លេចតួនាទីខ្លួនឯងជាប្រធានស្ថាប័ននីតិប្រតិបត្តិជាអ្នកដែលអនុវត្តធ្វើម៉េចកុំឲ្យជាតិនឹងវាបែកបាក់លេចអានឹងបាត់ខ្ញុំមើលទៅរាល់ថ្ងៃលោកហ៊ុនម៉ាណែតដូចច្រឡំខ្លួនឯងជាព្រះជាព្រះមហាក្សត្រដើរបដៅនេះទៅដើរបដៅនេះនោះទៅកិច្ចការងារហ្នឹងមិនសូវជាធ្វើប្រមាណទេជាក់ស្ដែងដែលយើងឃើញជាឧទាហរណ៍នៅពេលដែលថៃឈ្លានពានក្តាប់តំបន់14កន្លែងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងការបរទេសប៉ុន្តែបច្ចុប្បន្ននេះឃើញ
ជាថារហូតដល់40កន្លែងមិនដែលវាអត់មានរបាយការណ៍ពិតប្រាកដខ្លួនឯងមិនអាចការពារបូរណភាពទឹកដីវាមានក្រុមបង្កើតក្រុមឲ្យសរសេរសភៅបំភ្លៃការពិតមិនដឹងថាក្រុមហ្នឹងជាការបង្កើតមកដោយខ្លួនឯងឬក៏ក្រុមអ្នកលើកជើងហ្នឹងចង់បានមុខមាត់ដើម្បីថែរក្សាផលប្រយោជន៍ថែរក្សាទូនាទីខ្លួនឯងនៅក្នុងរដ្ឋាភិបាលក៏យើងមិនដឹងក្រុមផ្សេងទៀតទៅក៏បច្ចាយអញ្ចឹងទៅកសាងផ្នែកស្ថាប័នអញ្ចឹងទៅអាហ្នឹងគឺអញ្ចឹងហើយអាហ្នឹងគឺជាការរៀបចំប្រព័ន្ធហើយប្រព័ន្ធបែបនេះបងប្អូនទី1មេដឹកនាំខ្លួនឯងមិនបំពេញតួនាទីឲ្យខ្លួនឯងឲ្យច្បាស់លាស់ខ្លួនឯងជាអ្នកដែលអនុវត្តកិច្ចការងារជាតិជាអង្គនីតិប្រតិបត្តិដើរតួជាណាគ្រូកងវិលសម្ដីខ្លួនឯងជារាជសាមញ្ញនិយាយប្រើប្រាស់សម្ដីពារិជាប្រព័ន្ធនយោបាយបឺតស្រូបតែយកតែមនុស្សលើកជើងបញ្ញវន្តច្រើនណាស់ដែលចូលទៅក្នុងគណៈបកប្រជាជនចូលទៅក្នុងរដ្ឋាភិបាលនឹងគ្នាគ្មានអីនិយាយទេអាខ្លះណាចូលតែ2ឆ្នាំទៅពេកក្បាលអស់ហើយវា stress ពួកវាទោះបីធ្វើការប្រឹងធ្វើការងាប់យ៉ាងណាក៏ដោយវាឡើងអត់ផុតកូនចៅគេទេឡើងអត់ផុតកូនចៅគេព្រោះអានឹងតំណែងជាតំណែងផោះពូជពងគេនោះតែទៀតហ្នឹងសឹងតដូរតកូលដាក់តកូលឈ្មោះក្រសួងនោះយកធ្វើតកូលបដ ாய் ទៅណាយកឈ្មោះក្រសួងដាក់ធ្វើតកូលហ្មងអាហ្នឹងដឹងតែក្រសួងហ្នឹងក្រសួងផោះពូជអញណាខេត្តហ្នឹងគឺយកខេត្តហ្នឹងយកមកដូរដាក់ធ្វើតកូលដឹងថាខេត្តហ្នឹងគឺខេត្តអញក្រៅតែពីកូនចៅអញអត់បានទេគឺដោយសម័យបាត់ដំបងសម័យលោកម្ចាស់មកពូជហ្នឹងគឺជាពូជធ្វើចវាយខេត្តហ្មងស្ដាច់ក្រាញ់នៅបាត់ដំបងហ្នឹងហ្មងយើងកំពុងតែទៅផ្លូវហ្នឹងអញ្ចឹងហើយសរុបមកវិញខ្ញុំថាអ្វីដែលលោកហ៊ុនម៉ាណែតលើកឡើងកាលពី2ថ្ងៃមុនតាក់ទងទៅនឹងរឿងសាមគ្គីជាតិឯកភាពជាតិនេះណាគ្រាន់តែការនិយាយដើម្បីឲ្យធូរពោះទេក្នុងនាមជានាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីគេមិននិយាយអញ្ចឹងទេគេអនុវត្តបញ្ចេញយន្តការបញ្ចេញគោលនយោបាយបញ្ចេញផែនការសកម្មភាពបញ្ចេញយុទ្ធសាស្ត្រមកធ្វើម៉េចមិនខ្លួនឯងនឹងឯកភាពជាតិផងដើរចាប់គេដាក់គុកបដើនិយាយឯកភាពជាតិសាមគ្គីជាតិអាណាមានប្រទេសផ្ទុយចាប់គេដាក់គុកហើយមានអានេះអបអសាទរហើយមេដឹកនាំហ្នឹងក៏ទះដៃសបាយញឹមអញ្ចឹងទៅល្អមេធ្វើត្រូវមេចាប់វាដាក់គុកហ្នឹងត្រូវហើយអាហ្នឹងប្រព័ន្ធនយោបាយជាមួយនឹងអេរយាប័តជាមួយនឹងចរិតមេដឹកនាំបែបនេះរសាមគ្គីជាតិអត់បានទេគ្មានទេឯកភាពជាតិព្រោះវាដើរផ្ទុយពីទ្រឹស្ដីនយោបាយវាដើរផ្ទុយពីទ្រឹស្ដីនៃការរួបរวมជាតិវាអត់អាចរួបរวมគ្នាបាននៅក្នុងទម្រង់បែបហ្នឹងទេវាអត់អាចទៅរួចតែម្ដងដូច្នេះហើយខ្ញុំថាណាអ្វីដែលលោកហ៊ុនម៉ាណែតលើកឡើងនេះខ្ញុំគ្រាន់តែឃើញថាជាការនិយាយឲ្យរួចតែពីមាត់ទេឲ្យតែរួចទៅពីមាត់ទេគ្មានទេសញ្ញាណនៃការឯកភាពជាតិនោះហើយបើឯកភាពហ្នឹងឯកភាពតែក្រុមគ្នានោះឯកភាពតែប៉ុណ្ណឹងអត់មានតណារួចទេឯកភាពចុះឯកភាពឡើងហ្នឹងនៅតែបងថ្លៃប្អូនថ្លៃប្អូនកូនក្មួយប៉ុណ្ណឹងអានេះជាចំណុចជាប្រធានបទទី1ប្រធានបទទី1ដែលខ្ញុំលើកឡើងនៅថ្ងៃនេះហើយខ្ញុំជឿថាអ្នកដែលគ្រប់គ្រងគណៈបព្វជិជនក៏មិនសូវជាស្រួលទៅជាប្រមាណដែរប៉ុន្តែត្រូវពិចារណាបងប្អូនកូនចៅបងប្អូនដែលជាអ្នកគ្រប់គ្រងគណៈបព្វជិជនរាល់ថ្ងៃនេះណាតិចច្រឡំសម័យឲ្យកូនខ្លាយទៅជារដ្ឋមន្ត្រីថ្ងៃណាមួយចុះដេកសម័យទៅបើខ្លួនឯងមិនជាប់ខ្សែស្រឡាយឬក៏មិនឪបើសិនជាខ្លួនឯងមិនមែនជារដ្ឋមន្ត្រីក្រសួងណាមួយណាកុំសង្ឃឹមតែកូនខ្លួនឯងខ្លាយទៅជារដ្ឋមន្ត្រីត្រង់ហើយអនាគត
ติดtiệt năng à bảo quan bài năng thề mà đo cầm rật khét thề mà đo cầm rật sốc hỏi đừng ai thề mà đo cầm rật khum cầm rật phùm anh đi phải cha na luôn ai bởi nhóm đâm thà bom ôn mình là ngôn thế bom ôn nè đâu không sốc nè đâu không cái nào bảo bị chôn năng có tăng trung năng đây bàn tay bảo quan làm nai bữa nay viện đâu chỉnh trang rừng mòn là lời nhóm chưa thá bom ôn nào đâm khó trâu là lại thế còn bàn tay phải chập bón đấy dương cái đây sừng khơm dương về nấu ngay pe vì mình đăng thà nâng miến nè là vô bài mê đặc nom là vô bài ná để ai thua mình cặp lạc đồ vì nấu ngay pe dương trong khơi dương trong thì dương trong miến cái đây sừng khơm đây lâu nó cái đây rừng khâm nó nâu từ lơ lục xóm răng si chỉ cái đây rừng khâm nó không nè lọp quom trò nạp bạc chăng nó cứ nâu lục xóm răng si và lục xóm răng si có con miền vây chửi đây hái nè bắt to ven vào quạt phải chập bòn đấy chỉ bị xe nè để nâu vật trung vinh quạt đây chỉ mà nuôi chùm non mấy ní còn mình đăng ngày nay đấy đọc bạn mà du đấy chẳng hay về chia cái đây bà róm về chia cái đây bà róm bỏ Campuchia hay tập pưng từ lơ sừng không từ lơ rọt hà bị ba đặc nom đời cái nào phạm chỉ chốn vậy bị bậc cai vậy chiên thừa đã tập tha vậy tốt đôi crew cùng viên đã tesna chứ đã bị vô chân tơ ô dương che lo che cho rồi mò tiết hộp bài một tờ khái đề chờ ai lang vậy tiệt à thì cái này cứ sừng khâm thà dạng hỏi nát có vậy để trong dây nếu việc ai dây chùm nu bong ôn trào nó tầng không nào phạm chỉ chuyên tầng không nào phạm chẳng vẫn là có dương sừng khâm ngày nào mỗi để dương miền là vô rồi mà tới để thưa ca bật bật cọt dây oi srul tới sống được chọn oi lùng này vô rồi tới hôn sai từ lòng mà vĩnh mẹ nó xa quạt âu thua nhóm thế này vẫn là sống mơ tới quạt đôi chi này dây tràn đấy vẫn là thơ ban tràn đây đúng có đèn sụp lót ở đây tích sụp lót ở đây tích làm xong ra tham rong pi bay máu sầm lót kia cả là máu uột luôn ai cả là máu nó sao cả là máu rồi còn máu tiền đó ai chặt chay đường cách càng nghe chiết ban tràn này phần đọc pe lô hôn mà này nó mà chết bay nam hỏi nông tai nó ọt miền prom đọc sài thế hơi đào dụ đào tesna đó vì tôi chỉ có rùa cọ sầm rạp ròn trai xế nhà lâu ròn trai cái zoom hạp tới sông sna co cầm lang và đập ở bốt mê ta cho ruộng cà pia sao nó sọc cái ao ẩm na cho lô ai được với ai lô ai được sông sna co cầm lang và đào bốt luôn ai can ẩm na cho rót miền sứt bẩn chia bẩn ly nó bộ của zoom hạp tây miền sứt bẩn chia bẩn ly miền sứt bẩn chia cho vài khai biết tao cho snao từ vĩnh sông nôm po từ vĩnh cái xuông cà cam ấy sông nôm po rót còn ai phơi sâu choan kia và giặt cho thao mờ anh nâng trong sang sai cái bru nó bị chênh màu bị khuôn mặt ai đang làm không đã chân tàu tesna chân tàu na sẽ đạp tàu na mình sẽ đạp tê có hay tàu đã sna thì tiết sna sông oi về rẽ con top chui cà pi chiết phong bây giờ cái vô đây thay em tiết nè sông khla rồi đặt nòm bạc trong choประเทศบอตตีมวยปนนั้นโจประเทศบอตตีปีแตะตรงแต่นั่งกัมพูชี
ngày nét nhom vừa cả sòn than đã Campuchia ban tranhสมรภูมิไทยมวยเตี้ยท้ายคือสมรภูมิการตูสงครามระหว่างไทยกัมพูชีมีใบตุ่มรงได้ยังกำปงแต่เธอรองไงตีมวยคือสงครามประดาวกดจอบไปเลิกตีปีมาเนี่ยเรากำปงแต่โจมจูเลิกตีใบเรานั่งเราสอบผมใบทั้งไงทีเดียผมมวยผมเปิลทั้งไงทีเดียบอชนาดนาไทยบอชนาดไงตีผมใบติดกรอยไงติดไงติดนั่งเปิลไงทีไงติดกรอยทีไงตีผมใบนั่นคือบอชนาดอะเราเมย์ตัวไทยนั่งใจมาในยัยถ้ากัมพูชีมันมีรัฐพิบไอ้นกนองการรำคาญตัวดอการบอชนาดจีดไทยเต้ใจมาในยัยนั่นสงครามมาประเภทสงครามประเภทที่ปีคือสงครามการตูดได้ปีดามตีม้ากัมพูชีหักโดยเจ็บบอชมพินเรียงเมียนเปรียบนกนองวิสัยการตูดโดยเธอคล้วนเจจนโรงครัวนกนองการเตะเตียนการจับรอมการนัดโซบิออนราเจียปนแล้วออนราเจียละวอลได้อดบานนัดกัมพูชีแล้วพงออกได้มากระโกสงครามที่ใบคือสงครามซาปอร์เมียนใบพาในซาปอร์เมียนปันตาเหล่านี้สงครามปันดาบอาวุธก่อเตาอัดรุ่ยยังตัวสกอตแต่กัมพูชีปากกายสงครามชโลปปากกายสงครามสมาเชิงปนไทยอัดปลาตบสมาเชิงเตะปลายนหอกอะไรมาดอกปูเวียดดังยังในคลังพอขมาได้เวียดดังทว่าไวสมาเชิงไวมันชนะกองตัวขมาเต้บอดปีศาจเป็นคลุ้นกลมเนี่ยนโยบายนะโยมอดักคลุ้นไอถ้าคลุ้นไอนั่งจะยุดสักคลุ้นไอนั่งสมัครเพียบกองตัวเลยนะนั่งเอากับเพลิงจ่าเท่าพ้องบ่ถ้าเอากับเพลิงเรียงทำไมติดนั่นคือไทยมันงอบติดประมาณดิจังให้ไทยเป็นดังแต่เยอะบันต่อตัวมาเชื่องอดตะรุยมีขมาเต้จังให้เลยอย่างเลอไปrồi dương miền xây ngành mê dương đằng này là toàn chạ hai không đằng lành không miền Pol miền Trà mà ra máu thật tình màu đáy bằng kia rồi lấy cột bài nhập trình ngành mê chứ chẳng hay có bài miền trình như thế này nó có bánh đọp thì lại bằng đọp nó lừa đầy khmai cái lon máu khơi á kìm đồng pi lương mua là hai đấy bằng trong thà sừng kìm ca tút có tránh sừng kìm bắt đầu vốn có tránh sừng kìm po đồng biến có tránh mà đo bên đi nhà na chào trong thà ấy na bẩm bạn tức chất về đấy con to nè đồ từ cô nhom từ chỉ sim seri anh chơi group chơi phần tay cà pất nơi tại chỉ cà pất nơi chỉ cà pấtพอไปยาวชีดไอ้ดอกสายบ้านเป็นลูกตาแต่ยังเฮียนในยัยกาปัดให้บนในยัยปีพอไปยาวชีดขยมเฮียนก็บดในหน้าต่อสำหรับบุคคลขยมนะก็บดในหน้ากับบ้านนะเอาไอ้เตะโตนพอไปยาวชีดชมเรียนเราไทยเชียงดับฉน้ำตัวใบเชียงชมบัดบองครูก็ได้บัดบองบัดเพะไทยก็ได้บัดบองหน้าก็ได้ซองซาจ่าก็ได้เรื่องนกนงสระขมายก็โดยที่ได้บอกชมจองปตโยพอลไปย้อยปีโลนโยรำไรคนซ้ายนะชมอดพูดอย่างนี้ปันดักชมทวดบ้านมันเนสกาชมวิเจชมวิเจชมชมกึศธาเรานี่คือกดสลับชมให้มันดังจะคังชมปนาเลยก็ปันตาชมเนื้อเชื่อแต่ยังเนื้อเชื่อท้าบ่มันนอมเนี่ยในใจกาปัดถ่ายโจรวมดอกสลายอยู่มือเนี่ยเต้โดยแปดจังบอกเนี่ยชื่อผู้ให้เนี่ยบอกเนี่ยชื่อเขาบ้าเลยเนี่ยเล็บโอริโอเวลาไม่ตัวเชียเขาบ้าแล้วเวลาตัวก็ดีนี่เนาะตลอดบ่วิ่งมูลค่าเด็กชมจังในยัยทั้งไงนี่คือยังบ้านจันสังเกตแต่งใบสมรภูมิหายบอกผมสมรภูมิซาปอร์เมียนสมรภูมิกาตูด
រួមទាំងសមរភូមិប្រដាប់អាវុធមូលហេតុដែលខ្ញុំហ៊ានធ្វើការសន្និដ្ឋានបែបនេះទី1យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកប៉ែនបូណាបានបង្ហោះសារចេញមកថាកម្ពុជាបានផ្ញើកំណត់ទូតឬក៏លិខិតការទូត700ច្បាប់ទៅហើយតែគ្មានអ្នកណាខ្វល់ទេគ្មានអ្នកណាខ្វល់ទេនេះគឺជាបរាជ័យនៃការធ្វើសង្គ្រាមការទូតដ៏ធ្ងន់ធ្ងរមូលហេតុទី1មូលហេតុទី2ដែលយើងពីក្នុងសប្តាហ៍នេះកាលពី2ថ្ងៃមុនថ្ងៃទី29 3ថ្ងៃមុនពី28 29ណាមានការប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសបែបចង្អៀតដែលហៅជាភាសាណាអង់គ្លេសថា AMM retreat ណារដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនដែលជាប្រធានអង្គប្រជុំអ្នកស្រី Teresa Lazaro ជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ហ្វីលីពីនបាននិយាយនៅក្នុងសាររបស់ខ្លួនថាគាត់មានការហួសចិត្តដែលគ្មានអ្នកសារព័ត៌មានណាមួយសួរអំពីរឿងសង្គ្រាមរវាងឬក៏សួរអំពីរឿងចំនួនរវាងថៃហើយនិងខ្មែរថៃហើយនិងកម្ពុជានេះជាសញ្ញាណបង្ហាញថាគ្មានអ្នកសារព័ត៌មានអន្តរជាតិណាមួយចាប់អារម្មណ៍ជាមួយនឹងស្ថានភាពនៃការឈ្លានពានរបស់ថៃមកលើកម្ពុជាទេយើងមិនបាច់និយាយទេមានអ្នកនិយាយថាចុះពុយគាអ្នកសារព័ត៌មានមួយដែរទៅនឹងពុយគាបានចេញមកបកស្រាយថាវារវល់ដែរមិនបានទៅប្រជុំវាទៅធ្វើដំណើរមិនទាន់អាហ្នឹងកិច្ចការងារសំខាន់ជាងរឿងជាតិអាហ្នឹងយើងមិនបន្ទោសទេប៉ុន្តែអ្នកសារព័ត៌មានផ្សេងទៀតទាំងអ្នកសារព័ត៌មានហ្វីលីពីនទាំងអ្នកសារព័ត៌មានអន្តរជាតិផ្សេងគេអត់សួរគ្មានអ្នកណាចាប់អារម្មណ៍រឿងកម្ពុជានិងថៃសោះនេះជាសញ្ញាណបង្ហាញថាយើងបានចាញ់សង្គ្រាមសារព័ត៌មានហើយសមរភូមិដែលសំខាន់មួយនៅក្នុងចំណោមសមរភូមិ3យើងចាញ់មួយទៀតហើយសមរភូមិការទូតក៏យើងចាញ់បើនិយាយពីកម្លាំងប្រដាប់អាវុធក៏យើងចាញ់ឥឡូវយើងសង្ឃឹមអីទឹកដីដែលដូនតាបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយឥឡូវនេះ14កន្លែងជាផ្លូវការ41កន្លែងមិនផ្លូវការត្រូវបានថៃគ្រប់គ្រងហើយកំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្មនាយករដ្ឋមន្ត្រីថៃទៅតំបន់ដែលឈ្លានពានដែលខ្លួនឈ្លានពានបាន2ដងហើយហ៊ុនម៉ាណែតមិនដែលជន់ដីព្រៃច័ន្ទមិនដែលជន់ដីភូមិជោគជ័យសូម្បីតែម្ដងតាំងពីសង្គ្រាមលើកទី1មកតាំងពីសង្គ្រាមលើកទី1មកមិនមែនសង្គ្រាមលើកទី1ចូលមកជាស្រ័យអីក៏កំសាកម្លេះជាមេដឹកនាំជានាយករដ្ឋមន្ត្រីជាកូនរបស់អតីតអ្នកយុទ្ធសាស្ត្រវ័យក្មេងរបស់អាស៊ីមិនក៏មិនទៅជន់ដីហ្នឹងបង្ហាញទៅអន្តរជាតិថាដីនឹងជាដីរបស់ខ្មែរខ្ញុំជានាយករដ្ឋមន្ត្រីខ្ញុំគ្មានអីត្រូវខ្លាចដើម្បីទៅឈរលើដីហ្នឹងទេអត់បើទៅប្រជុំតាមព្រំដែនអីចឹងទៅឃើញរដ្ឋមន្ត្រីឃើញអីលោកទាសេហារដ្ឋមន្ត្រីក្រសួងការពារជាតិទៅប៉ុន្តែឲ្យទៅសមរភូមិហ៎គាត់ទៅជន់ហ្នឹងមានទៅបងប៉ុន្តែនៅក្នុងស្រុកវិញអ៊ូតបែកក្បាលមីក្រូចោលនៅពេលដែលនិយាយពីរឿងទឹកដីខ្ញុំមិនខ្វល់ពីសញ្ញាបត្រខ្ញុំមិនដិតទេនិយាយបែបអ្នកស្រុកស្រួលស្ដាប់កុំធ្វើរឹកខ្លួនឯងអូខ្ញុំជាបណ្ឌិតខ្ញុំនិយាយមិនសូវហ៊ានខ្លាំងទេតើក៏យកដីអស់អត់ដីនៅតែបណ្ឌិតហ្នឹងទៅបណ្ឌិតខ្លះហ្នឹងមិនហ៊ានប្រើប្រាស់ពាក្យធ្ងន់ទេប៉ុន្តែខ្ញុំវាមិនចេះជេរដូចគេខ្ញុំវាប្រើប្រាស់ពាក្យធ្ងន់បើខ្ញុំមិនជេរ
เนี่ยคลานั่นคือสมบัยตะเปียทั้งคนนั้นมันเฮียนพอที่ไทยยืมมันเด็ดนั่นยืมมันกูอย่างใจคลางยังเต้ไอ้ก็รีบจอมครูนกปูมาเลยไปโยนได้เช็ดออกให้เราโวลต์โปรโตโคลเราโวลต์ถนัดตูนตีครูนไอเชี่ยปัญญาวันนั่งยอมเอาได้ยอมได้ฉลองอ่ะพรมได้นั่งไงอ๋อการเมาเจียโกนเนี่ยสายเรียนดอกกับปูนาวิจารักเนื้อเนี่ยสายยัยสุดใดใบเนี่ยสายจังไอ้ชมริคนเราคนมาไหนตรองจังปวดเคยมีสัญญาหน้ามวยทางบ้านใดนั่งมาวิ่งผอมไอ้ดอกเป็นนัดเบอร์สังเกตนั่งเวียสารเลสังคมถ้าสังเกตการตูดเวียบ้านนั่งช่วยไอ้กัมพูชีตัวบ้านอ่ะตึกใดบรณาภิบตึกใดในหมู่บ้านแล้วแต่ใจเนี่ยสังเกตการตูดนั่งมวยเตียนใจอ่อนลิงใบสมรภูมิปันวิชงานตรองตาใจหายนั่งเมียนนวมคนนี้จะเซ่จะเผาชเนี่ยที่นั่นvì mình đại miền là thôi sừng kìm trai nhảy từ lọp màu vinh thôi bị thi chụp liền xóa xa thế trong đôi chiều chồng lại đó là nó số mọi picharana bằng ổn mình men trong để dây đầy musa thế này picharana được luôn này ai bộ picharana mình tranh thế à năng tam năng thật nó mình phanh hai thếส้มเพื่อการพิจารณาเยื่อสังคมเลอรอดทาพิบาลมวยนี่แรงบานให้บางคนชมยัยแต่ปันนังไงซึดสำรัดเวียนเอาเลอโปรอดได้แบบมันเมินเอาเลอหมดชมแต่มันเนี่ยเด้ให้บอบองบอลจังรัวเนาตามระเบียบจังนะรอไงนั่งตัวชลัวชมวยไทยแต่ปนนั้นไทยบาก็เธอการถเตาออกตีแต่เราเนาะลอยบานเอาเพลทนะมีสมาร์ทพิบไอบานตะอวดโยงเท่บานบนยัยนกนงยิมนาวมานาปานั่งเอาโกนั่งโดยจันเอาชายเอาโลลาไอนาแม้โดยชมเลือกลางมันยังนะสอนตากทาใบเมามาเมาสำรวจเก๋มาเมาอุดปัญหาซอลมาเมาที่อย่างหอยนะก็บานดอกสไลด์เรื่องจีดไอกรอนบาได้ดอกโกนนี่ออดไปได้มาเมาอุดมาเมาสำรวจมาเมาเตสนาเนี่ยโดยครูของวิลอันนี้เจียเอาไว้เด็กชมเพื่อการสอนทานเด็กชมเพื่อการสอนทานถ้าเยื้องบานจานหายจานเตียงใบสมรภูมิปันท้ายดับใบเอาชนะมาวิ่งเนี่ยอันนั้นตัวช่วยเนี่ยก็ได้ตาสมรภูมิไอ้ได้ยังอายโยชนะไทยหายบอลตกเตาตาระเบียบนั่งอะจะเซ่จะเผาชนะหายก็น็อตตูดจะเซ่เตาผมเปิลผมใบรอยฉบับเมียนนานะชลายชลองให้จะไปเซ่บ้านบุญรำปอนฉบับตัวเตี้ยก็ไปเมียนบ้านไปย่อยได้บรรณวิโซยได้โซยหลวงคนมาได้โซยตรองถ้าเรามาการนำนายบ้านประมาณชั้นน้ำอาจสำดับทั้งหมดไปพบโลกไปเรียงปลายปลัวได้อันนั้นคือได้ยึดแล้วเมียนนะอันเนี้ยทมอันนั้นครั้งอันนั้นใช่ไหมตามลาวมอสำรวจเกยสำรวจไอเป็นตัวประเทศนบัตตีปีช่วงไปจอบปนังช่วงไปจอบปนังมาโจประเทศนบัตตีใบเตะตองแต่นังเรื่องการบอชนาในไทยช่วงดอลนกาวิเพียใครได้จุดไหนนี้พวกช่วงบ้านในยัยจราให้ได้ถ้าเหล่านี้มาดอลตึนในจงกรอยนี่ยังเคยท้าขณะปะตะโกรยหรือขณะปะไปเชียชนไทยเนาะได้ดักนอมดอยอยู่ไปชนปะตอเวนหรือก็อยู่ไปชนกับนายตำรงนิยมนั้นมาดอเป็นนี่ยังเคยน่าสัญญาณนกนองกาชเนียกาบอชนอตพลุกตึกพลุกใดนั้นเวียเคยสัญญาณหายบ่อยเส้นจากนองการในมันมีนปัญหาระหดต่อการบอชนอตหายการบอชนอตเจนระดับพอโดยเอาไว้ได้
គេធ្វើការសន្និដ្ឋានតាមរយៈការធ្វើ pool ធ្វើ survey ស្ទង់មតិមែនអ្នកចិត្តខាងរបស់យើងដែលកំពុងតែដណ្ដើមយកដីយើងហ្នឹងណានឹងមានរបបនយោបាយធំមួយនឹងមានរបបនយោបាយធំមួយរបបនយោបាយនោះគឺជាសញ្ញាណនៃការបញ្ចប់អំណាចចាស់ឬក៏អំណាចពួកអភិរក្សនិយមនៅប្រទេសថៃពួកអភិរក្សនិយមខ្ញុំបាននិយាយច្រើនដល់បងប្អូនដែលតាមស្ដាប់ហើយយល់ហើយខ្ញុំរំលឹកឡើងវិញថាពួកអភិរក្សនិយមមាន2 3ក្រុមទី1គឺពួកកងទ័ពទី2ពួកអ្នកនយោបាយចាស់ដែលចូលចិត្តទិញណាទិញសម្លេងពេលបោះឆ្នោតទិញសម្លេងឆ្នោតហើយនឹងពួកអាវលឿងខ្សែរាជវង្សនឹងមានខ្សែរាជវង្សឯនៅក្នុងក្រុមពួកអាវលឿងនោះផងអញ្ចឹងបើសិនជាពួកគណៈបកពួកទៅក្រួយដែលដឹកនាំដោយពួកយុវជននេះឈ្នះឆ្នោតភ្លុកទឹកភ្លុកដីហើយរៀបចំរដ្ឋាភិបាលដោយខ្លួនឯងតែមិនបកបានរៀបចំរដ្ឋាភិបាលឯកបកបានមនុស្សប្រមាណក្រុមដែលជាពួកអភិរក្សនិយមនេះនឹងដួលរលំបាត់បង់ផលប្រយោជន៍ណាបាត់បង់ផលប្រយោជន៍កងទ័ពនឹងធ្វើកំណែតម្រង់មនុស្សចំនួនថ្មីនឹងឃើញមានតួនាទីនៅក្នុងរដ្ឋាភិបាលដឹកនាំជាតិថៃកាន់តែច្រើនបងប្អូនត្រូវចាំថានៅក្នុងប្រទេសថៃបើសិនជាខ្លួនឯងគ្មានកូនគ្មានពូជពងខ្សែស្រឡាយជាអ្នកជាប់ខ្សែរាជវង្សឬក៏ជាប់ខ្សែអ្នកចំនួនធំឬក៏អីទេកុំសង្ឃឹមថាខ្លួនឯងមានឱកាសដើរនៅក្នុងវិស័យនយោបាយមានតែច្រកមួយគត់ដែលអាចធ្វើឲ្យអ្នកស្រែកូនអ្នកស្រែឡើងទៅដឹកនាំជាតិទៅដឹកនាំស្ថាប័នធំបានគឺតាមរយៈការចូលធ្វើកងទ័ពប៉ុន្តែបើចូលនៅក្នុងវិស័យនយោបាយអត់បានទេប៉ុន្តែពួកគណៈបកទឹកក្រូចដែលពួកជាយុវជនចំនួនថ្មីនេះវាជាចម្រុះនៃក្រមយុវជនមានទាំងអ្នកមកពីណាមាន background ពូជពងជាអ្នកជំនួញខ្លួនឯងណាមានអ្នកមាន background មកជាពីកូនស្រីពេសាកូនស្រីខូចមានអ្នករត់ Uber សំទោសមានអ្នករត់គេហៅស្អីនៅថៃហ្នឹងគេរត់ដឹកម្ហូបណារត់ Grab ដឹកម្ហូបឃើញអញ្ចឹងវាមាន background ចម្រុះហើយពួកនេះបើសិនជាគណៈបកប្រជាជនដែលដឹកនាំដោយក្រមយុវជននេះឈ្នះឆ្នោតភ្លុកទឹកភ្នក់ដីនឹងអាចមានតួនាទីធំហើយអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះគឺថាតើវានឹងប៉ះពាល់ស្ថានភាពព្រំដែនយ៉ាងដូចម្ដេចណាទី1ស្ថានភាពនៅក្នុងការដោះស្រាយបញ្ហារឿងព្រំដែននឹងមានការផ្លាស់ប្ដូរហើយខ្ញុំជឿថាពួកយុវជនទាំងអស់នេះដោយសារពួកនេះជាពួកបញ្ញវន្តដែលទទួលបានការអប់រំណាតាមបែបលោកខាងលិចនឹងអាចប្រើប្រាស់យន្តការដែលមានស្រេចនៅក្នុងការដោះស្រាយបញ្ហាជាងការប្រើកម្លាំងបាយហើយច្រកព្រំដែនកម្ពុជាថៃនឹងអាចបើកឡើងវិញព្រោះដូររដ្ឋាភិបាលថ្មីហើយប៉ុន្តែអ្វីដែលសំខាន់ណាអ្វីដែលខ្ញុំពិនិត្យមើលណាគឺពួកអភិរក្សនិយមអត់ព្រមទេហើយឥឡូវនេះនៅសល់ពេលតែ7ថ្ងៃទេអញ្ចឹងយើងចាំមើលទាំងអស់គ្នាតែបើសិនជាក្នុងករណីថៃបកកបញ្ហានៅតាមព្រំដែនទៀតមានន័យថាពួកអភិរក្សនិយមនឹងដឹងច្បាស់ណាស់តែខ្លួនមិនអាចបណ្ដោយឲ្យពួកយុវជនចំនួនថ្មីថៃមានឱកាសឡើងកាន់អំណាចទេបើមិនអញ្ចឹងទេវាគ្រោះថ្នាក់ទៅដល់ពួកអភិរក្សនិយមដែលក្នុងនោះមានទាំងកងទ័ពមានទាំងខ្សែរាជវង្សមានទាំងអ្នកនយោបាយចាស់កម្រិលផងដូច្នេះហើយយើងចាំមើលបើសិនជាក្នុងករណីថៃវាយខ្មែរលើកទី3ណាមានន័យថាបង្ហាញច្បាស់ណាស់ថាពួកយុវជននឹងធ្វើឲ្យការបោះឆ្នោតមិនអាចដំណើរការទៅបានហើយពួកយុវជនចំនួនថ្មីគ្មានឱកាសដឹកនាំថៃទេអញ្ចឹងរឿងព្រំដែនខ្មែរថៃនឹងបន្តអូបឡាយហើយអាចនឹងឈានទៅដល់ការបាត់បង់ទឹកដីជារៀងរហូតអាហ្នឹងជាការពិចារណាសូមឲ្យមានការពិចារណាចំណុចទី1ចំណុចទី2
បើសិនជាក្នុងករណីពួកទឹកក្រូចនេះពួកយុវជននេះมันអាចរកសម្លេងឲ្យបាន251កៅអីនៅក្នុងសភាទេព្រោះនៅក្នុងសភាថៃវាមាន500កៅអីនៅក្នុងខ្មែរយើង125ប៉ុន្តែថៃ500អញ្ចឹងបើសិនជាគណៈបកទឹកក្រូចនេះมันអាចរកសម្លេងឲ្យបាន251ទេខ្លួនมันអាចរៀបចំរដ្ឋាភិបាលដោយតែឯងបានទេអញ្ចឹងនៅពេលដែលពួកអភិរក្សនិយមមើលឃើញថាពួកនេះมันអាចឈ្នះឆ្នោតភ្លុកទឹកភ្លុកដីអាចរៀបចំរដ្ឋាភិបាលដោយតែឯងបានអញ្ចឹងពួកកងទ័ពនឹងមិនរករឿងខ្មែរនៅក្នុងរយៈពេល7ថ្ងៃនេះទៀតទេហើយពួកគណៈបកប្រជាជនទោះបីជាខ្លួនឈ្នះឆ្នោតក៏ដោយក៏ប៉ុន្តែมันមានសមត្ថភាពនៅក្នុងការកសាងរដ្ឋាភិបាលបានឡើយពួកគណៈបកផ្សេងមិនចូលរួមជាមួយពួកយុវជនទាំងអស់នេះទេអញ្ចឹងពួកអភិរក្សនិយមនឹងរួមដៃគ្នាបង្កើតរដ្ឋាភិបាលហើយពួក3 4 10បក20បកទៅបូកបញ្ចូលគ្នាបានចម្លេង251ទៅបង្កើតរដ្ឋាភិបាលចែកក្រសួងគ្នាកាន់ទៅណានៅពេលដែលពួកអភិរក្សនិយមមកកាន់អំណាចបន្តទៀតមិនដឹងថាពួកតាក់ស៊ីនក៏ដោយឬពួកអនុทินបច្ចុប្បន្នក៏ដោយណាពួកនេះហ្នឹងគឺជាពួកដែលមិនសូវជាហ៊ានជាមួយនឹងកងទ័ពទេហើយខ្ញុំជឿថានៅពេលដែលពួកអភិរក្សនិយមនេះឈ្នះឆ្នោតណាពួកអភិរក្សនិយមនេះនឹងបកគលកិច្ចការងារព្រំដែនទៅឲ្យកងទ័ពដោយអនុทิនធ្វើចឹងអញ្ចឹងហើយស្ថានភាពនៅតាមព្រំដែនអត់មានអីប្រែប្រួលទេការបាត់បង់បូរណភាពទឹកដីរបស់កម្ពុជានឹងបន្តបាត់បង់បន្តទៅទៀតអញ្ចឹងហើយឥឡូវនេះនយោបាយតាក់ទងទៅនឹងរឿងបូរណភាពទឹកដីវាអាស្រ័យទៅលើនយោបាយថៃទៅហើយបបួលថៃចរចាទ្វេភាគីប្រើប្រាស់យន្តការដែលមានស្រេចថៃអត់ព្រមលេះចាំបង្កើតរដ្ឋាភិបាលហើយសិនចាំរដ្ឋាភិបាលថ្មីបង្កើតហើយសិនកាន់តែអូបឡាយហើយអាដីដែលវាដដើមបានហ្នឹងវាកំពុងតែកសាងរាល់ថ្ងៃនេះវាអត់មានឈប់ទេណាកំពុងតែកសាងរាល់ថ្ងៃធ្វើផ្លូវចាក់របងចាក់អីចឹងទៅហើយយើងនេះកំពុងតែនិពន្ធថាខ្មែរឈ្នះកម្ពុជាខ្មែរឈ្នះថៃសម័យដៃជោទៅប្តីដូច្នេះខ្ញុំសូមឲ្យបងប្អូនមេត្តាតាមដានចំណុចនេះក៏ជាចំណុចមួយដែលខ្ញុំធ្វើការសន្និដ្ឋានថាយើងលែងពឹងលើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅក្នុងការដណ្ដើមយកបូរណភាពទឹកដីត្រឡប់មកវិញបានទៀតហើយពីមុនមកក៏យើងពឹងបានដែរក្នុងប្រវត្តិសាស្ត្រខ្មែរហ្នឹងគឺបើនិយាយឲ្យយុទ្ធធម៌ទៅវាមិនមែនតែនេះទេប៉ុន្តែយើងក៏ចង់ឃើញសម័យមួយដែលកម្ពុជាទោះបីជាមិនបានទៅដណ្ដើមគេក៏ដោយឲ្យតែការពារបានទៅអត់បានទៅទៀតប្រយ័ត្នចុងក្រោយលេងក្បាច់ដូរដីដោយភូមិហេងសំរិនទៅបានហើយណារិះគន់ចាប់ឲ្យដាក់គុកទៀតចឹងហើយខ្ញុំនិយាយថ្ងៃនេះគឺជាការបង្ហាញឲ្យបងប្អូនទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកពិចារណាហើយកុំជឿខ្ញុំ 100% ពិចារណានៅលើហេតុផលដែលខ្ញុំលើកឡើងថាតើវាដូចអ្វីដែលខ្ញុំនិយាយអត់បើមិនដូចទេបដិសេធចោលទៅតែកុំទៅមើលអាខមមិនដែលគេអង្គុយជេរណាពួកហ្នឹងគឺការងារគ្នាហ្នឹងគេជួលមកជេរទេណាអង្គុយវាយគេហៅអាហ្នឹងគេហៅកងទ័ព keyboard គ្នាហ្នឹងអង្គុយវាយ keyboard ហ្នឹងដើម្បីជេរហ្នឹងគ្នាការងារប៉ុណ្ណឹងហើយប្រាក់ខែគ្នាឬរៀងគ្រាន់បើដែរបើតាមខ្ញុំដឹងដូចជាជាង 1000 ដែរម្នាក់នៅក្នុងក្រុមគេហៅ phone farm ហ្នឹងហើយពួកហ្នឹងគឺអតីត MMO អីមួយចំនួនដែលខ្ញុំស្គាល់ដែរទេអ្នកខ្លះហ្នឹងគឺជាអ្នកដែលរកស៊ីអនឡាញទៅក្រោយមកក៏ចូលទៅធ្វើការនៅក្នុងក្រុមហ្នឹងអង្គុយជេរអញ្ចឹងទៅបើយូរជេរទៅបងប្អូនឃើញហើយជេរទៅនឹងដែរទៅគ្នាអង្គុយគិតជេរឲ្យវាមានគេហៅថាមានភាពចម្រុះហ្នឹងគ្នាក៏វាមិនប្រកែប្រមាណដែរគ្នារៀនបានតិចដែរណារៀនបានតិចជេរក៏វាមិនសូវចម្រុះដែរណាចឹងហើយជានេះទេប៉ុន្តែបើសិនជាបងប្អូនជាពលរដ្ឋដែលកំពុងតែស្ដាប់
ជាប្រជាជនសាមញ្ញជាបញ្ញវន្តជាមន្ត្រីរាជការស្ដាប់ដោយការពិចារណាទឹកដីយើងទាំងអស់គ្នាបងប្អូនហើយបើសិនជាបងប្អូននៅជឿថារដ្ឋាភិបាលដែលដឹកនាំដោយគណៈបព្វជិជនណាអាចការពារបូរណភាពទឹកដីអាចដណ្ដើមទឹកដីមកវិញបោះឆ្នោតឲ្យគណៈបព្វជិជនទៀតប៉ុន្តែបើសិនជាក្នុងករណីយើងលែងមានសង្ឃឹមថាគណៈបព្វជិជននឹងអាចការពារបូរណភាពទឹកដីហើយគួរតែសម្លឹងមើលគណៈបព្វផ្សេងសម្លឹងមើលខ្លួនឯងទៅប៉ុន្តែឥឡូវនេះខ្ញុំវាសម្លឹងមើលទៅសិតតែដល់ហើយពិបាកហ្មងដូច្នេះហើយខ្ញុំសូមសរុបប៉ុណ្ណឹងហើយសូមជូនពរសូមរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍បាទសូមអរគុណបាទសូមជម្រាបលា